ម៉ូស្កូមីស៊ីលល្បីៗទាំង5របស់អ៊ីរ៉ង់តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គិតត្រឹមថ្ងៃទី18 ខែមិថុនាឆ្នាំ2025នេះអ៊ីរ៉ង់បានបាញ់មីស៊ីលជាង400គ្រាប់ហើយនិងបានបញ្ជូនដ្រូនរាប់រយគ្រឿងទៀតមកវាយប្រហារក្នុងប្រទេសរបស់ខ្លួនទៅលើទីតាំងជាង40កន្លែងនៅក្នុងប្រទេសអ៊ីស្រាអែលដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន24នាក់និងមានមនុស្សជាង800នាក់បានរងរបួសទោះបីជាប្រទេសអ៊ីស្រាអែលល្បីថាជាប្រទេសដែលមានខែលការពារដែនអាកាសរឹងមាំបំផុតក៏ដោយប៉ុន្តែអ៊ីរ៉ង់វិញនៅតែមានវិធីសាស្ត្របាញ់ទម្លុះខែលការពាររបស់អ៊ីរ៉ង់បានផងដែរជាពិសេសអ៊ីរ៉ង់មានមីស៊ីខ្លាំងមួយប្រភេទគឺឈ្មោះថា Khyber ដែលមីស៊ីមួយប្រភេទនេះពោពេញទៅដោយអានុភាពក្រៅពីមីស៊ី Khyberអ៊ីរ៉ង់ក៏នៅមានមីស៊ីខ្លាំងជាច្រើនប្រភេទទៀតដែរក្រៅពីមីស៊ី Khyber នេះអ៊ីរ៉ង់ក៏នៅមានមីស៊ីខ្លាំងជាច្រើនប្រភេទទៀតនិងសាហាវផងដែរខាងក្រោមនេះគឺជាមីស៊ីលដែលគេល្បីថាមានអានុភាពខ្លាំងទាំង5របស់អ៊ីរ៉ង់ទី1មីស៊ី Khyber មីស៊ី Khyber គឺជាប្រភេទមីស៊ីប៉ាឡេស្ទិកដែលបាញ់រយៈចម្ងាយមធ្យមមីស៊ី Khyber គឺអាចបាញ់រយៈចម្ងាយប្រមាណ2000គីឡូម៉ែត្រមីស៊ីល Khyberអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទម្ងន់1500គីឡូក្រាមហើយមីស៊ីមួយប្រភេទនេះអាចបំពាក់នៅក្បាលគ្រាប់បានច្រើនផងដែរលក្ខណៈពិសេសរបស់មីស៊ី Khyber គឺប្រើប្រាស់នៅប្រេងឥន្ធនៈរាវជាមួយនឹងសមត្ថភាពបត់បែនខ្ពស់រចនាឡើងដើម្បីគេចចេញពីប្រព័ន្ធការពារមីស៊ីលនិងអាចផ្ទុកបានក្បាលគ្រាប់ធម្មតានិងមិនធម្មតាទី2មីស៊ីលដែលមានឈ្មោះថា SJ2 មីស៊ី SJ2 នេះគឺជាប្រភេទមីស៊ីប៉ាឡេស្ទិករយៈចម្ងាយមធ្យមដើរដោយឥន្ធនៈរឹងមីស៊ី SJ2 មានសមត្ថភាពបាញ់បានរយៈចម្ងាយចន្លោះពី2000គីឡូម៉ែត្រទៅ2500គីឡូម៉ែត្រមីស៊ី SJ2 អាចបំពាក់បានក្បាលគ្រាប់បាញ់ប្រមាណ750គីឡូក្រាមលក្ខណៈពិសេសរបស់មីស៊ីល SJ2 នេះគឺជាប្រភេទមីស៊ីលប្រើឥន្ធនៈរឹងពីរដំណាក់កាលអាចបាញ់បានលឿននិងមានសមត្ថភាពវាយប្រហារចាំគោលដៅបានយ៉ាងជាក់លាក់ក្នុងរយៈចម្ងាយឆ្ងាយទី3មីស៊ី Fatah-2 មីស៊ី Fatah-2 គឺជាប្រភេទមីស៊ីលល្បឿនលឿនជាងសម្លេងមីស៊ី Fatah-2 នេះល្បឿនលឿនជាងសម្លេង5ដងអាចឈានទៅដល់13ដងរយៈចម្ងាយដែលមីស៊ី Fatah-2 បាញ់មីស៊ី Fatah-2 អាចបាញ់បានចន្លោះចម្ងាយពី1400គីឡូម៉ែត្រទៅដល់1500គីឡូម៉ែត្រលក្ខណៈពិសេសរបស់មីស៊ី Fatah-2 គឺល្បឿនលឿននិងមានភាពរហ័សរហួនពិបាកស្ទាក់ចាប់និងអាចជ្រាបចូលដល់ប្រព័ន្ធការពារមីស៊ីគ្រប់ប្រភេទរបស់សត្រូវបានទី4មីស៊ីប្រភេទ Default មីស៊ីប្រភេទ Default គឺជាប្រភេទមីស៊ីផ្លោងកូនកាត់រយៈចម្ងាយជិនមីស៊ី Default គឺអាចមានសមត្ថភាពបាញ់បានរយៈចម្ងាយចន្លោះពី1000គីឡូម៉ែត្រទៅ1300គីឡូម៉ែត្រមីស៊ី Default គឺមានសមត្ថភាពបំពាក់ក្បាលគ្រាប់ចន្លោះពី450គីឡូក្រាមទៅ600គីឡូក្រាមលក្ខណៈពិសេសរបស់មីស៊ីលមួយប្រភេទនេះគឺប្រើប្រាស់នៅឥន្ធនៈរឹងនិងអាចចល័តតាមផ្លូវបានហើយមីស៊ីប្រភេទនេះមានសមត្ថភាពកំណត់គោលដៅកាន់តែច្បាស់ជាមួយនឹងប្រព័ន្ធនាំផ្លូវប្រសើរជាងមុននិងមានសមត្ថភាពបាញ់បង្ហោះលឿនជាងមីស៊ីសាហាប់ចំនួនមុនថែមទៀតទី5គឺមីស៊ីរ៉ាប់500មីស៊ីរ៉ាប់500គឺជាប្រភេទមីស៊ីផ្លោងរយៈចម្ងាយជិតមីស៊ីមួយប្រភេទនេះគឺមានសមត្ថភាពបាញ់រយៈចម្ងាយប្រមាណ500គីឡូម៉ែត្រមីស៊ីរ៉ាត់500គឺបំពាក់ក្បាលគ្រាប់ចន្លោះពី200គីឡូក្រាមទៅ250គីឡូក្រាមលក្ខណៈពិសេសរបស់មីស៊ីរ៉ាប់500នេះគឺប្រើប្រាស់នៅសមាសធាតុផ្សំដែលមានទម្ងន់ស្រាលមានទម្ងន់ត្រឹមពាក់កណ្ដាលនៃមីស៊ី Fasta 110តែប៉ុណ្ណោះរីឯប្រព័ន្ធបញ្ជាទំនើបសម្រាប់វាយប្រហារមីស៊ីរ៉ាត់500នេះគឺប្រព័ន្ធបញ្ជាទំនើបរបស់វាសម្រាប់វាយប្រហារចំគោលដៅជាក់លាក់និងអាចដាក់ពង្រាយបានលឿន